ពិភពលោកពោពេញដោយអាថ៌កំបាំងជាច្រើនប៉ុន្តែមានរឿងមួយដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រនិងមនុស្សជុំវិញពិភពលោកភ្ញាក់ផ្អើលជាខ្លាំងនោះគឺការរកឃើញសាកសពបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំប៉ុន្តែរាងកាយរបស់ពួកគេស្ទើរតែមិនខូចខាតហាក់បីដូចជាមនុស្សទើបតែស្លាប់ហើយថ្មីហេតុអ្វីបានជាសាកសពទាំងអស់នេះមិនរលួយតើពួកគេជានរណាហើយអ្វីទៅជាអាថ៌កំបាំងនៅពីក្រោយនៃការអភិរក្សរាងកាយដ៏អស្ចារ្យនេះនៅក្នុងវីដេអូនេះយើងនឹងនាំអ្នកទាំងអស់គ្នាឲ្យទៅស្ដាប់រឿងដ៏គួរឲ្យអស្ចារ្យរបស់បុរសភក់ទូលូមែនគឺជាសាកសពបុរាណដ៏ល្បីល្បាញបំផុតក្នុងពិភពលោកគាត់ត្រូវបានរក្សាទុកក្នុងភាពល្អអស្ចារ្យអស់រយៈពេលជាង 2400 ឆ្នាំដោយសារបរិស្ថានពិសេសនៃព្រៃភក់នៅពេលរកឃើញមុខរបស់គាត់នៅតែស្ទើរដូចជាមនុស្សទើបតែស្លាប់ដែលធ្វើឲ្យអ្នករកឃើញដំបូងគិតថាជាករណីឃាតកម្មថ្មីទូលូមែនត្រូវបានរកឃើញនៅថ្ងៃទី 8 ខែឧសភាឆ្នាំ 1950 ក្នុងព្រៃភក់ទីក្រុង Shelburne ប្រទេសដាណឺម៉ាកនៅពេលនោះកម្មករកំពុងតែកាយភក់ធ្វើជាឥន្ធនៈពេលដែលជីកទៅក្នុងភក់ពួកគេបានរកឃើញក្បាលមនុស្សលេចចេញពីក្នុងដីដោយសារតែសក់និងពុកចង្កានៅតែស្ថិតក្នុងសភាពល្អពួកគេសន្មតថាសាកសពនេះទើបតែស្លាប់ហើយបានរាយការណ៍ទៅកាន់ប៉ូលីសភ្លាមបន្ទាប់មកអ្នកបុរាណវិទូនិងអ្នកធ្វើកុសលវិจัยចុះពិនិត្យទើបដឹងថាសាកសពដែលមានអាយុជាង 2000 ឆ្នាំពីកូហូកានិងអ៊ីលីមហូកាដែលជាកម្មករជីកភក់បន្ទាប់ពីការរាយការណ៍ប៉ូលីសបានមកដល់កន្លែងកើតហេតុហើយដំបូងគិតថាជាករណីឃាតកម្មថ្មីប៉ុន្តែនឹងការធ្វើតេស្ត Carbon 14ទើបបញ្ជាក់ថាទូលូមែនបានស្លាប់ក្នុងសម័យ Iron Age ការរកឃើញនេះត្រូវបានចាត់ទុកថាជារបបកំហើញដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របុរាណវិទ្យារបស់ដាណឺម៉ាកការធ្វើតេស្ត Radio Carbon Dating Carbon 14បង្ហាញថាទូលូមែនបានស្លាប់ប្រហែលជាឆ្នាំ405និង380មុនគ្រិស្តសករាជឬប្រហែលជា 2400 ឆ្នាំមុនអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានថាមានអាយុកាលប្រហែលជា 30 ទៅ 40 ឆ្នាំមុនពេលស្លាប់ការវិភាគក្រពះរបស់គាត់បានបង្ហាញថាអាហារចុងក្រោយជារបបដែលផ្សំពីគ្រាប់ធញ្ញជាតិនិងគ្រាប់ពូជជាច្រើនប្រភេទហើយគាត់បានបរិភោគវាប្រហែលជា 12 ទៅ 24 ម៉ោងមុនស្លាប់នៅពេលពិនិត្យសាកសពអ្នកធ្វើកុសលវិจัยបានរកឃើញថាមានខ្សែរឹតជុំវិញកទូលូមែនហើយខ្សែនោះនៅតែមាននៅពេលរកឃើញគាត់ត្រូវបានគេព្យួរកដោយខ្សែស្បែកមិនមានស្នាមរបួសធ្ងន់ធ្ងរផ្សេងទៀតលើរាងកាយមិនមានសញ្ញាបង្ហាញថាការប្រយុទ្ធមុនស្លាប់អ្នកស្រាវជ្រាវភាគច្រើនទូលូមែនមិនមែនជាជនរងគ្រោះនៃឃាតកម្មធម្មតាទេទ្រឹស្ដីទី1ទទួលបានការគាំទ្រជាច្រើនជាងគេគាត់ត្រូវបានបូជាថ្វាយដល់ទេវតាក្នុងពិធីសាសនាសម័យ Iron Age ដើម្បីសុំឲ្យមានសំណាងល្អឬអាកាសធាតុល្អទ្រឹស្ដីទី2បានអះអាងថាការប្រព្រឹត្តបទល្មើសដែលត្រូវបានប្រហារជីវិតបច្ចុប្បន្នមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីទ្រឹស្ដីមួយដែលត្រឹមត្រូវ 100% នោះទេប៉ុន្តែទ្រឹស្ដីអំពីការបូជាមនុស្សត្រូវបានគាំទ្រច្រើនជាងហេតុអ្វីបានសាកសពមិនរលួយសាកសពរបស់ទូលូមែនត្រូវបានរក្សាទុកយ៉ាងល្អដោយសារបរិស្ថានពិសេសរបស់ព្រៃភក់ដែលមានសារធាតុអាស៊ីតពីធម្មជាតិដែលអាចទប់ស្កាត់ការលូតលាស់របស់បាក់តេរីនិងជួយរក្សាស្បែកឲ្យនៅសភាពល្អក្រោមសត្វតបភក់ជ្រៅមានអុកស៊ីសែនតិចបំផុតបាក់តេរីដែលបង្កឲ្យរាងកាយរលួយមិនអាចរស់នៅបានល្អក្នុងបរិស្ថានបែបនេះព្រៃភក់ដែលមានសីតុណ្ហភាពត្រជាក់ស្ទើរពេញតែមួយឆ្នាំដែលធ្វើឲ្យការរលួយកើតឡើងយឺតខ្លាំងសារធាតុតានីនដោយធ្វើឲ្យស្បែករឹងមាំនិងរក្សាទុកបានយូរដោយសារហេតុនេះមុខម្រាមដៃនិងស្បែករបស់ទូលូមែននៅតែអាចមើលឃើញបានយ៉ាងច្បាស់ភក់បានគ្របដណ្ដប់រាងកាយទាំងស្រុងការពារពីសត្វការប្រែប្រួលអាកាសធាតុនិងការបំផ្លាញផ្សេងអស់រយៈពេលជាង 2400 ឆ្នាំសេចក្តីសន្និដ្ឋានទូលូមែនគឺជាសាកសពបុរសដ៏មានតម្លៃបំផុតមួយសម្រាប់ការសិក្សានៃជីវិតនិងជំនឿរបស់មនុស្សសម័យ Iron Age នៅអឺរ៉ុបភស្តុតាងបានបង្ហាញថាគាត់ទំនងស្លាប់ដោយសារការព្យួរកនិងអ្នកវិទ្យាសាស្ត្រជាច្រើនយល់ថាវាអាចជាផ្នែកមួយនៃពិធីបូជាមនុស្សសាកសពរបស់គាត់មិនរលួយរហូតដល់សពថ្ងៃដោយសារតែការរួមបញ្ចូលនៃអាស៊ីតក្នុងភក់បរិយាកាសខ្វះអុកស៊ីសែននិងសីតុណ្ហភាពត្រជាក់និងជាតិតានីនដែលជួយរក្សាស្បែកនិងជាលិកាឲ្យនៅសភាពល្អអស់រយៈពេលរាប់ពាន់ឆ្នាំសាកសពបុរសភក់បានបង្ហាញថាធម្មជាតិអាចរក្សារាងកាយមនុស្សបានរាប់ពាន់ឆ្នាំដោយសារតែសាកសពខ្លះនៅតែស្ទើរដូចមនុស្សទើបតែនឹងស្លាប់ការរកឃើញទាំងនេះមិនត្រឹមតែជាអាថ៌កំបាំងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយឲ្យយើងយល់អំពីជីវិតរបស់មនុស្សក្នុងអតីតកាលផងដែរ